ព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ត្រាស់សម្ដែងបញ្យល់ប្រាប់ដល់បរិស័ទគ្រប់រូបទាំងអស់ឲ្យបានយល់ថាសេចក្តីទុក្ខរបស់ជីវិតមនុស្សនៅលើសកលលោកនេះមាន12កង12ក្រុមតែទុកដែលធំជាងគេបំផុតមាន4ទុកទី1គឺចេតិគឺសេចក្តីកើតការកើតមកជាមនុស្សនេះក៏ជាទុកការកើតនឹងគឺកើតនៅសង្ខារនៅខណ្ឌរូបវេទនាសញ្ញាសង្ខារហ្នឹងអានឹងជាតិបង្កើតបានចឹងនឹងក៏ជាទុក្ខទី2គឺសេចក្តីចាស់ក្រឹមគ្រាបាលីថាជរានឹងក៏ជាទុក្ខធំសម្រាប់មនុស្សទាំងឡាយទូទៅតែមនុស្សទាំងអស់ហាក់ដូចជាមិនសូវបានយកចិត្តទុកដាក់ក្នុងការចាស់ជរាក្រឹមគ្រាទេដូចចេះតែល្មមក្នុងចិត្តទៅមិនសូវជានឹងអើពើតែព្រះសម្មាសម្ពុទ្ធទ្រង់បានបញ្ជាក់សេចក្តីចាស់ក្រឹមគ្រានេះជាទុក្ខធំសម្រាប់ជីវិតមនុស្សមុននឹងស្លាប់នោះញោមញាតិពុទ្ធបរិស័ទយើងឃើញហើយសក្ខីភាពជាក់ស្ដែងគ្មានអ្វីដែលអាកំបាំងនឹងភ្នែករបស់យើងទេឃើញទេឧបាសកឧបាសិកាដូនតាទាំងឡាយដែលគិតទទួលជួបនៅសេចក្តីក្រំគ្រាគឺជារាក្នុងមុនយើងឃើញគ្រប់គ្នាហើយយាយតាទាំងអស់ដូនតាទាំងអស់នោះរាងកាយរបស់គាត់នឹងទ្រុឌទ្រោមហើយជារាហ្នឹងភ្នែកក៏ងងឹតតិជាក៏ថ្លង់ធ្មេញក៏បាក់សក់ក៏ស្កូវសាច់ស្បែកក៏ជ្រីវរួញស្វិតស្រពោនកម្លាំងកាយក៏ខ្សោយកម្លាំងបញ្ញាក៏ខ្សោយភ្លេចភ្លាំងមុខក្រោយនិយាយមុខភ្លេចក្រោយនិយាយក្រោយភ្លេចមុខកាយរបស់គាត់ក៏ទន់ខ្សោយសំបីតែអង្គុយក៏តោងមុខតោងក្រោយវេលាក្រោកឈរឡើងក៏តោងមុខតោងក្រោយទៅជ្រុលទៅជ្រោកនឹងជាសេចក្តីលំបាកជាសេចក្តីទុក្ខនៃការចាស់ក្រឹមគ្រានោះការចាស់ក្រឹមគ្រានេះលោកមកគ្រប់សង្កត់រាងកាយរបស់មនុស្សគ្រប់គ្នាទាំងអស់អត់ឲ្យសត្វទាំងឡាយដឹងខ្លួនទេលោបចូលមកដោយស្ងៀមអត់មាននរណាមួយដឹងទេតែសូមជម្រាបញោមញាតិពុទ្ធបរិស័ទការចាស់ក្រឹមគ្រានឹងប្រព្រឹត្តទៅតាមថ្ងៃនឹងយប់ថ្ងៃមួយយប់មួយកន្លងទៅ24ម៉ោងមានព្រះអាទិត្យនឹងជាគោលពេលថ្ងៃព្រឹកឡើងព្រះអាទិត្យរះពីទិសខាងកើតធ្វើដំណើរទៅខាងទិសខាងលិចអសដង្គត់រលត់ទៅពេលរាត្រីនឹងមកយប់ទៅទៀត
បើគិតជាម៉ោង24ម៉ោងមកយំមួយថ្ងៃនេះមកយំមួយថ្ងៃនេះគឺរូបរាងកាយរបស់បញ្យើងគ្រប់គ្នាចាស់ទ្រុឌទ្រោមទៅតាមដំណើរនៃយប់និងថ្ងៃហ្នឹងឯងតែយើងអត់ដឹងទេយើងអត់ដឹងខ្លួនទេគ្មានការរើការបណ្រាស់ប្រែប្រួលទៅណាទេវិញនឹងពោលដោយរយៈកាលមួយយប់មួយថ្ងៃតែព្រះសម្មាសម្ពុទ្ធលោកឲ្យយើងពិចារណាឲ្យដឹងដោយបញ្ញាថាសំបីតែដង្ហើមខ្យល់ដង្ហើមចេញចូលរបស់ផងយើងនេះដង្ហើមចេញទៅហើយយើងស្រូបដកចូលមកវិញជារាក្រំគ្រាវាចាស់ទៅតាមខ្យល់ដង្ហើមចេញចូលឯសន្សំស្រាប់ស្រាប់អញ្ចឹងនេះគុំថាឡាយដល់ទៅពេលមួយយប់មួយថ្ងៃ24ម៉ោងហ្នឹងសំបីតែញោមញាតិពុទ្ធបរិស័ទក្តីដែលកំពុងតែអង្គុយស្ដាប់ធម៌ទេសនាថ្ងៃនេះមិនមែនយើងយប់មាញ់មិនមែនយើងសាមញ្ញទេណារូបរាងកាយរបស់យើងព្រឹកនេះថ្ងៃនេះទ្រុឌទ្រោមជាងម្សិលមិញហើយតែទ្រុឌទ្រោមធ្លាក់ចុះបន្តិចនេះដល់ទៅពេលថ្ងៃល្ងាចក៏ទ្រុឌទ្រោមបន្តិចទៅទៀតវាចេះទៅអញ្ចឹងហើយនេះសេចក្តីជារាក្រំគ្រានោះវាគ្របសកត់អញ្ចឹងបានពពុទ្ធលោកទ្រង់សម្ដែងបើថ្ងៃនឹងយប់មិនកន្លងទៅថ្ងៃនឹងយប់នឹងតែងកន្លងទៅយ៉ាងសេចក្តីចាស់ក្រំគ្រានឹងក៏គ្របសកត់រូបរាងកាយរបស់យើងប្រៀបបានដូចជាកង់នៃរទេះដែលវិលទៅតាមក្បាលក្រពើនៃរទេះទៅយ៉ាងណាមិញជរាទ្រុឌទ្រោមក្រំគ្រាក៏តាមទៅគ្របសកត់យ៉ាងនឹងឯងរូបរាងកាយរបស់ផងយើងហ្នឹងនេះឲ្យញោមញាតិពិចារណាឲ្យដឹងគ្រប់គ្នាអញ្ចឹងជាវាមិនផុតទេអានឹងជាទុកខ្លាំងបំផុតញោមញាតិដែលមើលចាស់ជារាក្រទេទៅឈឺចុកដៃចុកជើងរួយសពាន់ឈឺខ្នងឈឺចង្កេះពុំមានការទុកលំបាកទាំងអស់ក្នុងជារាក្រំគ្រាហ្នឹងតែរូបរាងកាយណាមួយដែលទៅដល់នៅសេចក្តីក្រំគ្រាជារានោះដឹងតែម្នាក់ឯងទេសម្រាប់អ្នកដទៃដើរទៅមិនទាន់ដល់អត់ដឹងថាម៉េចទេទោះបីចាស់ពូលចុកដៃចុកជើងឈឺខ្នងឈឺចង្កេះសបាំងភ្នែកងឹតមើលមិនឃើញទៅជាត្រង់ក៏គិតពូលក៏ត្អូនក៏ចេះតែពូលទៅយើងអ្នកលឺរនតែលឺទៅមិនបានយកចិត្តចំណាត់ចាប់អារម្មណ៍នឹងការធ្ងោការពូលរបស់បង្កើតអំពីទុកលំបាកនៃការចាស់ជរាហ្នឹងអត់មានទេនឹងចឹងបានន័យថាអ្នកណាដែលដើរទៅដល់ជួបប៉ះហើយទៅដឹងដោយដុំភ្លើងមួយដុំយ៉ាងអ្នកណាទៅប៉ះភ្លើងដឹងថាក្តៅអ្នកដែលមិនបានទៅប៉ះភ្លើងអត់ដឹងថាក្តៅទេអាអ្នកប៉ះភ្លើងក្តៅហើយស្រែកប្រាប់អ្នកដទៃដូចក្តៅដល់ភ្លើងលលាតែអ្នកដទៃអត់ដឹងថាក្តៅយ៉ាងម៉េចទេអានេះវាចឹងជារាដូចគ្នាទៅទ្រុឌទ្រោមក្រំគ្រាជាវាមិនរួយរាជរាក្រំគ្រានេះសប្តាហ៍ថ្ងៃមនុស្សនៅលើពិភពលោកគេមិនស្ងៀមទេអ្នកដែលខាងវិទ្យាសាស្ត្រនឹងឱសថការីនោះគេខំស្រាវជ្រាវចម្រាញ់រោគថ្នាំណាដែលយកមកទប់ទល់នឹងជារាហ្នឹងមានថ្នាំសម្រាប់ឲ្យយើងលេបយើងពិសាទៅ
ដើម្បីនឹងទប់ទល់នឹងជារា មកប្រភេទទៅប្រភេទទៀតក៏មានថ្នាំសម្រាប់លាបឡូនលើរាងកាយពីក្រៅទៅទៀតខំទប់ទល់រារាំងកុំឲ្យវាទ្រុឌទ្រង់ក្រំគ្រាណាតែទោះបីជាខំយ៉ាងណាក៏ដោយក៏នៅតែទប់ទល់រារាំងវាមិនឈ្នះនឹងចឹងនេះចាស់ក្រំគ្រាគេមិនស្ងៀមមិនស្ងៀមទេណាបើនៅលើពិភពលោកអានេះជាទុកទី2ទុកទី3ជំងឺរោគាជាទីនេះក៏វាមានស្មើទៅជាធម្មតាអ្នកណាក៏មានដែរទោះបីជាវ័យនៅក្មេងក៏ត្រូវតែមានជំងឺនឹងមកបៀតបៀនរាងកាយដែរដោយជំងឺនេះជាទីនេះជំងឺនេះព្រះសម្មាសម្ពុទ្ធជាបរមគ្រូបានទ្រង់សម្ដែងថាជំងឺនឹងកាចសាហាវណាស់គ្មានសត្រូវឯណាដែលកាចស្មើនឹងជំងឺព្យាធិនឹងទេព្រះអង្គទ្រង់សម្ដែងថាណដ្ឋិព្យាធិសមារយោគ្មានសត្រូវឯណាកាចស្មើនឹងជំងឺរោគាទេក៏ញោមញាតឃើញស្រាប់ហើយអ្នកដែលឈឺទៅព្យាបាលឈឺចក់ចាប់ខ្លាំងទៅក៏ស្រែកធ្ងោបង្រាស់ស្រែកយោយាយទៅដោយសារជំងឺឈឺចាប់នឹងវាបៀតបៀនខ្លាំងត្រឹមវាមិនបានវាជំងឺនឹងគ្មានសេចក្តីអាណិតអាសូរឲ្យដល់មនុស្សទេទោះបីអ្នកឈឺជំងឺស្រែកប៉ុណ្ណាជំងឺនឹងក៏វាមិនបន្ធូរបន្ថយដែលនៅតែប្រឹងគៀបសង្កត់មនុស្សនឹងទៅជានិច្ចនឹងបានថាកាចណាស់ជំងឺពុពលតែគ្មានសត្រូវណាកាចស្មើជំងឺទេនឹងសូមឲ្យញោមញាតជ្រាបចឹងវិញអ្នកអសតការីអ្នកស្រាវជ្រាវជំរាវរកថ្នាំមកព្យាបាលជំងឺនោះក៏ចេះតែព្យាយាមស្រាវជ្រាវជាបន្តមិនឈប់ទេមិនស្រាកទេនេះលោកអសតមកទប់ទល់នឹងជំងឺនោះតែឱសថនឹងអាចមកទប់ទល់រងាប់បង្ក្រាបជំងឺបានតែក្នុងពេលណាដែលអាយុសង្ខារវាមិនទាន់អស់ទេអាចព្យាបាលបន្សាបរងាប់ជំងឺទៅបានហើយជំងឺនេះមិនមាននរណាមួយដែលមិនដឹងទេណាញោមញាតណាវាប៉ះជួបគ្រប់តែគ្នានឹងមកយាយីគ្រប់តែគ្នាចឹងហើយជាសក្តិទុកមួយយ៉ាងធំបំផុតអាជីវិតរបស់មនុស្សនោះទី4គឺសេចក្តីស្លាប់មរណៈទុក្ខសេចក្តីស្លាប់នឹងគឺជាទុក្ខធំបំផុតចុងក្រោយគេហើយទុកយ៉ាងម៉េចញោមញាតមើលមនុស្សមុននឹងស្លាប់នោះមានសេចក្តីទុក្ខលំបាកក្នុងកាយយ៉ាងខ្លាំងដោយចាស់គេប្រើពាក្យទៅស្លោឈាមរោគខ្យល់ទៅទៅដឆ្វែលក្រោកឆ្វែលដេកអង្គុយវាលំបាកខ្លាំងណាស់នៅក្នុងកាយនឹងមុននឹងសេចក្តីស្លាប់មកដល់នឹងជាសេចក្តីទុក្ខធំបំផុតចុងក្រោយនឹងសម្រាប់ជីវិតរបស់មនុស្សទូទៅនៅលើសាកលលោកនេះអត់មានជនណាមួយដែលនឹងជៀសវាងបានទេអ្នកដល់សេចក្តីស្លាប់ខាងក្រោយនឹងជាទីបញ្ចប់ហើយបានន័យថាអ្នកដែលស្លាប់នឹងត្រូវវិញ្ញាណនឹងចេញចាករូបរាងកាយនឹងទៅកាន់ទីដទៃឆ្ងាយទៅកាន់ភពដទៃ
មានកំណើតទៅកាន់ភពដតីទៀតហើយដូចជាឧបាសិកាលិមភ័ណ្ឌនេះដែលបានលះលោកទៅហើយទៅឆ្ងាយដាច់ស្រឡះឥតមានពេលណាដែលកូនចៅអ្នកមានជីវិតរស់នៅនេះសង្ឃឹមថាឧបាសិកាលិមភ័ណ្ឌនឹងអាចមានឱកាសមកបង្ហាញរូបដល់កូនចៅឬមកប្រាប់កូនចៅថាឥឡូវណែម្ដាយបានទៅនៅទីនេះឋាននេះភូមិនោះស្រុកនោះមិនមានទេនៃការនិរាធប្រប្រាគ្នាដោយសេចក្តីស្លាប់នេះគ្មានពិធីអីទេបានបុរាណលោកតែងពោលថាបើប្រត់រស់មានសង្ឃឹមតែឆ្នាំណាថ្ងៃណានឹងបានវិលត្រឡប់មកជួបគ្នាវិញរីឯការដែលប្រត់ប្រាស់គ្នាដោយសេចក្តីស្លាប់នេះគឺតែគ្មានពិធីទេចប់ហើយដាច់ស្រឡះចេញពីគ្នាម្ល៉េះហើយកូនចៅសាច់ញាតិក្រុមគ្រួសារទាំងអស់ដែលមានជីវិតរស់នៅជាមនុស្សតែងតែមានសេចក្តីសោកសឹកសួររំជួលនឹងការនិរាធប្រត់ប្រាស់ចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់គឺលោកអ្នកមានគុណមានដាបិតាញាតិមិត្តស្រឡាញ់ដែរធ្លាប់ធ្វើសេចក្តីល្អដល់គ្នានឹងគ្នានឹងកាលណាបែកបាក់គ្នាទៅអ្នកដែលរស់តែងតែសោកសម្រែងខ្សឹកខ្សួលកើតទុក្ខក្នុងចិត្តនឹងគ្រប់តែគ្នានឹងជីវិតរបស់មនុស្សលោកនោះរីឯអ្នកដែលលះលោកទៅកាន់លោកខាងមុខហើយអត់បានទទួលដឹងទទួលឮទៅទេអញស្លាប់ទៅហើយកូនចៅនៅឯស្រុកភូមិជាមនុស្សនឹងគេយំគេសោកសៅឬគេធ្វើកម្មវិធីអីចំពោះរូបរាងកាយសាកសពរបស់អាត្មាអញដែលនៅសល់ចោលនៅលើផែនដីនៅឯស្រុកភូមិអត់មានដឹងទេនេះសូមឲ្យញោមញាតិជ្រាបចឹងព្រោះយើងច្រើនតែយល់ទៅតាមអាចារ្យខ្លះនឹងចេះតែប្រាប់កូនចៅថាម៉ែឪដែលស្លាប់ទៅហើយឬមនុស្សស្លាប់មិនទៅឯណាទេនៅកលឹងឆ្វែលទៅផ្ទះឆ្វែលទៅភូមិនឹងឯងមាននិយាយប្រាប់អញ្ចឹងទៀតរឿងហ្នឹងមិនពិតទេរឿងហ្នឹងអត់ពិតទេថ្ងៃនេះសូមជម្រាបញោមញាតិទាំងអស់គ្រប់គ្នាយល់អ្នកដែលលះលោកតែគ្មានអីនៅក្រវ៉ែលនឹងទៀតទេពីព្រោះមុននឹងលះលោកទៅក៏សន្លឹងរីរោភពដែលត្រូវកើតផ្ទះថ្មីហើយខណ្ឌថ្មីហើយតើរោគបានកន្លែងហ្នឹងបានដកយកជីវិតវិញ្ញាណចេញពីកាយចាស់ហ្នឹងចេញទៅកាន់ទីថ្មីហ្នឹងម្ល៉េះហើយអត់មានអីនៅក្នុងរូបរាងកាយនេះបានទទួលដឹងទទួលឮថាកូនចៅសាច់ញាតិគេប្ររពកម្មវិធីអីចំពោះរូបរាងកាយរបស់ខ្លួនដែរនៅឯភូមិស្រុកហ្នឹងតែអត់មានទេនេះសូមជម្រាបអញ្ចឹងឲ្យប្រកាសសំបីតែកូនចៅចង់ទៅរកម៉ែឪក៏មិនដឹងទៅរកឯណាគឺមិនដឹងក៏នៅណាម៉ែឪក៏មិនដែលមកប្រាប់កូននៅវាឈប់ការតាក់ទងនេះបានណាម្ល៉េះតាមវិធីពុទ្ធសាសនាមានត្រឹមតែធ្វើជាតក្កណានុបទានកុសលផលបុណ្យណាមួយឧទ្ទិសជូនទៅលោកតែប៉ុណ្្នឹងឯងពិធីតាមពុទ្ធសាសនានោះនឹងសូមឲ្យញោមញាតិជ្រាបចឹងហើយសេចក្តីទុំការកើតការចាស់ការឈឺស្លាប់នេះគេថាវាជារបស់ពេទ្យសច្ចៈគឺវាពិតប្រកបណាអត់មាននរណាមួយជារួចទេ
ញោមញាតក៏មើលឃើញគ្រប់តែគ្នាដឹងតែគ្មានណាជីរួយទេក៏ប៉ុន្តែមិនសូវបានយកចិត្តទុកដាក់ហ្នឹងឯងក៏ឃើញទៅប៉ុន្តែសម្រាប់ព្រះសម្មាសម្ពុទ្ធលោកឲ្យយើងពិចារណាក្នុងជីវិតដែលកើតចាស់ឈឺស្លាប់ឲ្យឃើញតែជាសេចក្តីទុក្ខគ្រប់ទាំង4ហ្នឹងសម្រាប់មនុស្សនោះវាដូចជាបាសកបាសិកាលឹមភ័ណ្ឌនេះកើតរួចហើយចាស់រួចហើយឈឺរួចហើយស្លាប់រួចហើយ4នឹងបានទទួលគ្រប់អស់គ្មានសល់អីមួយទេនៅឡើយតែយើងព្រោះជាកូនជាចៅញាតិមិត្តទាំងអស់នេះមិនទាន់បានទទួលគ្រប់ទេតែ3បានទទួលហើយយើងទាំងអស់គ្នានេះកើតរួចហើយចាស់កំពុងតែចាស់ដែលអាត្មាបញ្ជាក់ថាយើងកំពុងអង្គុយស្ដាប់ធម៌ទេសនានេះមិនយើងសាមញ្ញនេះចាស់ជាងសាមញ្ញតែវាឈឺក៏កំពុងតែឈឺព្យាបាលលេបថ្នាំទៅក៏ជាទៅយូរតែក៏ឈឺទៀតដោយសារអាយុនោះវាមិនទាន់អស់អានេះកំពុងឈឺនៅតែមួយទៀតដែរមួយទៀតគឺស្លាប់នេះយើងទាំងអស់គ្នាត្រូវគិតអញ្ចឹងបើយើងមិនបានយល់ទេយើងនៅតែកើតទុកកន្ទក់កន្ទិញនឹងអ្នកដែលលះលោកទៅហើយហ្នឹងទៅមុនយើងតែយើងអត់បានគិតតែខ្លួនយើងក៏ជាបែកកភាពខ្មោចនឹងដែរស្លាប់ដូចតែគ្នានៅតែមួយទេកើតរួចឲ្យចាស់កំពុងតែចាស់ឈឺកំពុងនៅតែមួយទេគឺស្លាប់នៅតែណាទាំងអស់គ្នានេះទាំងនឹងព្រះសម្មាសម្ពុទ្ធលោកឲ្យយើងពិចារណាយកខ្លួនយើងនឹងពិចារណាធៀបប្រៀបថាអត្តានังឧបមង្កត្វាយកខ្លួនយើងនេះធៀបប្រៀបនឹងអ្នកដែលស្លាប់ហើយនឹងសាកសមនៅក្នុងមុខនេះតើអើយសេចក្តីស្លាប់មិនមែនមានតែឧបាសិកាលឹមភ័ណ្ឌនឹងទេសំបីអាត្មាអញជាញាតិជាមិត្តជាសន្តានជាកូនចៅរបស់គាត់ក៏ជីវមិនរួចដែរក្រាន់តែមុនក្រោយប៉ុណ្ណឹងទេដែលបាសិកាលឹមភ័ណ្ឌនេះឃើញតែជីដូនជីតាយាយទួតតាទួតគាត់ម៉ែឪគាត់បងគាត់ទៅមុនអស់បណ្ដាទៅហើយទើបគាត់នឹងធ្វើដំណើរទៅតាមពីក្រោយទៀតទៅផ្លូវទៅមួយដែររីឯយើងទាំងអស់គ្នានឹងក៏ទៅតាមតែគ្នាហ្នឹងឯងត្រូវគិតថាយ៉ាងពិចារណាថាយ៉ាងបើអញ្ចឹងនេះវាជាសច្ចធម៌មួយដែលត្រូវបានទាំងអស់គ្នាគ្មាននរណាមួយជិះរួចទេបើអញ្ចឹងត្រូវរៀបចំប្រងប្រយ័ត្នសម្រាប់ជីវិតរបស់យើងនឹងរៀងខ្លួនដែលកំពុងតែរស់នៅនេះនៅសំញញាតជ្រាបចឹងមិនគិតតែអ្នកស្លាប់ទេបពលឲ្យគិតខ្លួនយើងអ្នកស្លាប់ផុតទៅហើយនៅយើងដែលត្រូវទៅក្រោយទៀតណាត្រូវគិតតែត្រូវធ្វើអីមុននឹងស្លាប់ត្រូវធ្វើអីព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងដាស់តឿនដល់ពុភិក្ខុធម្មនាភិក្ខុទាំងឡាយអាយុរបស់មនុស្សទាំងឡាយនេះតិចណាព្រះអង្គបញ្ជាក់ប្រាប់ថាតិចណាសត្វទាំងឡាយណាដែលត្រូវទៅកាន់បរៈលោកគួរធ្វើកុសលគួរប្រព្រឹត្តព្រហ្មចរិយធម៌សត្វដែលកើតហើយឈ្មោះថាមិនស្លាប់មិនមានទេមនាលភិក្ខុទាំងឡាយបុគ្គលរស់នៅយ៉ាងយូរត្រឹម100ឆ្នាំឬថយចុះបន្តិច
หรือเลือกเชียงบันไดก็เมียนเนี่ยพระองค์แสดงเป็นเจียปรับอย่างเดียวไอ้ปุถุกาตสัตว์ทั้งหลาย เมียนอายุแต่นานึงพระองค์ท่าเหมาะแสดงเหมาะกึศเตอระยะกาเทวิเลียปีเปื่อนปรำ160 ชนะมาไงตอนมาเป็นแล้วนะปรับตาตื่นต่างตาอายุมโนทั้งหลายแต่งนะ ให้ตรงตาตื่นดีตา สัตว์ทั้งหลายได้ตราตุกันประโลกูเพื่อกุศลกูประพฤติพรหมจริยธรรมสันได้ปรับตาตื่นจังชีวิตบ่มโนทั้งหลายนั้นแต่งนะรอเนาอย่างยุเต็ม100 ชนำกำหนดจังกรอบ100ได้เลือ100ได้ในลูกดาตื่นนั่นสลับเนี่ยได้สลับได้ลูกมันดาตื่นได้พระพุทธศาสนาในเตะตรงต่างนังมโนรอเตอันเมียนเตะตรงนังขมายเตเนี่ยได้เรียนรู้ตัวหายก็อันเมียนประเทือนนาศาสนานาตัวเตะตรงนังขมายเตะตรงต่างนังมโนรอเนื่องบานปุถุกาลูกดาตื่นมนุษย์ได้นารอมันเต้นสลับนะไอ้คำซ้ำตะเพื่อกุศลประพฤติพรหมจริยธรรมคือประพฤติเถิดละล้อประพฤติตามปุถุการะบอบพระสัมมาสัมพุทธปฏิบัตินองเซลสมาธิปัญญาโนเชื่อครึ่งตีปึ้งระบายเยื้องต่อกันโลกข้างหมกโนจะต่อกันประโลกสลับคือต่อกันประโลกเจงไปโลกในต่อโลกข้างหมก ต่อการกำเนิดทำไมแล้วกำเนิดทำไมได้ต่อการโนเมียนไอเมียนแต่ก็สารพัดบอนอำเภอละออได้ทเพื่อนางไอเชียตีปึ้งระบาดพันมนุษย์สัตว์ต่างออกน้องโลกนี่มอยได้สลับตัวอัดเมียนหมดเตะโตงไว้ในพุทธศาสนาบานเต้มันอาจมอรินเธอมันอาจมอกเรศาเซลมันอาจมอกปืนเตียนปืนกรรมไว้นาอัดเมียนเด็ดได้จ่าตรงนั้นไงได้ท่าพุทธศาสนาอัดเตะโตงไว้ในขมอยเตะโตนมโนรสขมอยสลับตัวเมียนแต่พ่อระบกรรมการเงียดได้กระทืบการเกิดในจิมโนมันเต็มสลับนุทปืนละอ้อก็ได้ยากระก็ได้เมียนพอลนังไอช่วยตรงตรงเนี่ยได้สลับตัวกันทานตีได้มโนน้องเต้าเกิดจางสมยงเยเจียบจางบานองตรงสำแดงแต่ยะธากรรมังก็มีสันเตปัญญาปาปโลปเกียสัตว์โลกมนุษย์ได้สลับแต่ว่าตัวตามกาจอมจำแต่นึกระลึกจำไอ้ปีตั้งห้ามจำครอยนึกเคยบันก็ตกกันศึกสุกเตะนึกเคยบาปตกกันตุกเตะอันนั้นจำครอยย่ายแต่นึกไอ้จำไอ้ตกกันนั่นนึกสั่งยังไงเชียบ้านเจ้าปุ๊บโลอ้อยมนุษย์ต้องอบรมกายเวียจาจัดระบายยังไอ้มัมโดยเซลสมาธิปัญญาบ้านจัดยังเวียอัดเงียบเงียบคลิงกลุ่มจัดยังตำกอนเอามัมนั่งก็สารเถอนึกเคยยังปิมเปิลออกดอเรียนโลกในตะกันโลกกลางมกบ้านตะกันสกติภพบาโนนั่งเชียบปนเอกาตรงสำแดงตราดาเตือนไม่ซ้ำไปเชี่ยโยมเงียดนั่งไปจ้องบานสิกได้ซ่องน้องประโลกข้างมุกได้เรียนโลกแต่ความทวีกศลทวีมเปลืออกรุบเนี่ยเต้าหนึ่งอายุชีวิตเต้าการสิกได้ซ่องไปนึ่งซ้ำโยมเงียดเฉียบจัง